មកកូនកូនថ្ងៃនេះកូនកូនមកសង្ខេបរឿងជាមួយលោកគ្រូណាកូនកូនដូច្នេះថ្ងៃនេះយើងមកសង្ខេបរឿងដើម្បីឲ្យកាន់តែច្បាស់ងាយស្រួលធ្វើលំហាត់ណាកូនកូនកាលដើមឡើយហ្នឹងគឺមានប៉ប៉ែមួយក្បាលគឺរស់នៅជាមួយកូនកូននៅក្នុងខ្ទមមួយមេប៉ប៉ែហ្នឹងគឺតែងតែព្រាមបដៅកូនណែនាំកូនឲ្យគេចផុតពីសត្វសាហាវនានាដែលមានបំណងប៉ងយាយីកូនកូនរបស់វាថ្ងៃមួយហ្នឹងគឺមេប៉ប៉ែបានប្រជុំជាមួយនឹងកូនហើយណែនាំកូនប្រាប់ថាពេលម៉ែមិននៅកូនកូនកុំដើរលេងបដេសបដាឲ្យសោះកូនកូនត្រូវបិទទ្វារឲ្យចិត្តហើយកុំចេញក្រៅផ្ទះនៅពេលដែលម៉ែត្រឡប់មកវិញម៉ែនឹងគោះទ្វារហើយលូកជើងតាមចន្លោះទ្វារឲ្យកូនមើលបើសិនជាកូនមើលទៅឃើញថាជើងគឺជាជើងរបស់ម៉ែកូនអាចបើកទ្វារបានតែបើកូនមើលទៅជើងមិនមែនជាជើងរបស់ម៉ែទេកូនកុំបើកទ្វារឲ្យសោះអ៊ីចឹងបើសិនជាមាននរណាគោះទ្វារកូនកូនត្រូវធ្វើតាមបណ្ដាំម៉ែណាកូនកូនមិនត្រូវបើកទ្វារភ្លាមនោះទេគណៈពេលដែលមេប៉ប៉ែកំពុងព្រានបដៅកូនគឺមានកញ្ជ្រោងកំហូចមួយក្បាលបានលួចស្ដាប់ហើយដឹងពីរបៀបផ្សេងដែលមេប៉ប៉ែបានណែនាំព្រានបដៅដល់កូនរបស់វាបន្ទាប់ពីណែនាំព្រានបដៅកូនរួចហើយមេប៉ប៉ែក៏ចេញទៅរកចំណីបាត់ទៅមួយសន្ទុះធំក្រោយមកកញ្ជ្រោងនោះក៏បានទៅគោះទ្វារហើយធ្វើសំឡេងដូចមេប៉ប៉ែបន្ទាប់មកក៏ហៅឲ្យកូនប៉ប៉ែបើកទ្វារចំណែកឯកូនប៉ប៉ែឯនោះវិញក៏បានធ្វើតាមបណ្ដាំម្ដាយកូនក៏ឲ្យលូកជើងនៅតាមក្រោមចន្លោះទ្វារហើយពួកវាបានសម្លឹងមើលឲ្យប្រកាសថាជើងនោះជាជើងរបស់ម៉ែវាឬក៏អត់នៅពេលដែលកញ្ជ្រោងលូកជើងតាមចន្លោះទ្វារឲ្យកូនប៉ប៉ែមើលកូនប៉ប៉ែក៏លន់មាត់ហើយស្រែកថាទេមិនមែនជាជើងរបស់ម៉ែខ្ញុំទេនេះជាជើងកញ្ជ្រោងទេតាបន្ទាប់មកពួកកូនប៉ប៉ែក៏នាំគ្នាមកឈរនៅអុកទ្វារដើម្បីការពារចចករុញទ្វារចូលហើយចចកនោះក៏មិនអាចបើកទ្វារចូលដើម្បីស៊ីកូនប៉ប៉ែនោះបានដែរតាមរយៈរឿងនេះយើងឃើញថាសម្ដីចាស់ទុំឬចាស់ព្រឹទ្ធាចារ្យមួយចំនួនធំគឺមានសារៈសំខាន់ខ្លាំងណាស់ដូច្នេះយើងគួរត្រងត្រាប់ស្ដាប់ហើយអនុវត្តទាំងអស់គ្នា